ប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបណែនាំឲ្យសមាជិកសមាជិកាជួយបង្កើតអាជីវកម្មរបស់ខ្លួននិងជួយផ្សព្វផ្សាយពីភាពទាក់ទាញកំណើនភ្ញៀវទេសចរមកទស្សនាក្នុងខេត្តសៀមរាបនៅរាត្រីថ្ងៃទី7 ខែមីនាឆ្នាំ2025នេះអង្គការបណ្ឌិតហ៊ុយភៀវប្រធានសភាពាណិជ្ជកម្មខេត្តសៀមរាបឧត្តមមានជ័យបានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មប្រមាណ20នាក់មកធ្វើការជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិកដែលបានប្រកបអាជីវកម្មមុខរបរបម្រើសេវាកម្មឡានក្រុងអត់ដំបូល Big Business អង្គរដែលជាសេវាកម្មរថយន្តជូនភ្ញៀវជិះកម្សាន្តមើលទេសភាពដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាបនៅក្នុងនោះដែរអង្គការបណ្ឌិតហ៊ុយភៀវបានមានប្រសាសន៍ថាមួយរយៈចុងក្រោយនេះគេសង្កេតឃើញថាមានព្រឹត្តិការណ៍ជាតិនិងអន្តរជាតិច្រើនត្រូវបានរៀបចំឡើងនៅក្នុងខេត្តសៀមរាបតាមរយៈព្រឹត្តិការណ៍ទាំងនោះដែលបានជំរុញពីភាពទាក់ទាញរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិមកកម្សាន្តនៅក្នុងខេត្តសៀមរាបមានកំណើនភ្ញៀវទេសចរវិជ្ជមានគួរឲ្យគាត់សម្គាល់តាមរយៈការតភ្ជាប់ជើងហោះហើរតាមផ្លូវអាកាសថ្មីៗជាបន្តបន្ទាប់របស់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានចូលរួមចំណែកយ៉ាងសំខាន់ដល់ការជំរុញកំណើនភ្ញៀវទេសចរចូលមកកាន់ខេត្តសៀមរាបនិងជួយជំរុញឲ្យអ្នកប្រកបរបរចិញ្ចឹមជីវិតក្នុងវិស័យទេសចរនៅខេត្តសៀមរាបមានសកម្មភាពល្អប្រសើរឡើងវិញផងដែរអង្គការបណ្ឌិតបានបន្ថែមទៀតថាដើម្បីបង្កើនចំនួនភ្ញៀវទេសចរមកទស្សនានៅខេត្តសៀមរាបឲ្យបានច្រើនបន្ថែមទៀតយើងជាសមាជិកសមាជិកាដែលជាអាជីវករបើកអាជីវកម្មផ្សេងៗដែលទាក់ទងទៅនឹងភ្ញៀវទេសចរត្រូវចូលរួមផ្សព្វផ្សាយពីតំបន់ទេសចរឬសេវាកម្មទេសចរទៅកាន់ទេសចរជាតិនិងអន្តរជាតិជាមួយគ្នានេះជំរុញឲ្យមានការស្វែងរកនៅរមណីយដ្ឋានទេសចរថ្មីៗបន្ថែមខណៈដែលសៀមរាបកំពុងផ្ដោតសំខាន់ទៅលើទេសចរសម្បូរធនធានទេសចរបែបវប្បធម៌ប្រវត្តិសាស្ត្រនិងធម្មជាតិសូមបញ្ជាក់ថាគោលបំណងដែលអង្គការបណ្ឌិតបានដឹកនាំសមាជិកសមាជិកាសភាពាណិជ្ជកម្មខេត្តមកធ្វើការចូលរួមជួយគាំទ្រដល់វិស័យមុខរបររបស់សមាជិកដែលបានប្រកបអាជីវកម្មមុខរបរបម្រើសេវាឡានក្រុងអត់ដំបូល Big Business អង្គរនៅពេលនេះគឺចង់ជួយផ្សព្វផ្សាយអំពីសក្តានុពលទេសចរក្នុងខេត្តសៀមរាបហើយអង្គការបណ្ឌិតសង្ឃឹមនឹងជឿជាក់ថាឡាន Big Business អង្គរដែលកែច្នៃដើម្បីធ្វើការដឹកភ្ញៀវទស្សនាទេសភាពដ៏ស្រស់ស្អាតក្នុងក្រុងសៀមរាបនេះអាចជួយទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកម្សាន្តក្នុងខេត្តសៀមរាបកាន់តែច្រើនឡើងថែមទៀតថ្ងៃនេះតាំងនាមឲ្យសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបឧត្តមមានជ័យខ្ញុំបាទមានសេចក្តីសោមនស្សរីករាយជាខ្លាំងដែលបានដឹកនាំសមាជិកសមាជិកាមកគាំទ្រជិះឡានប៊ិចបាសរបស់លោកស្រីគង់សិទ្ធីដែលជាម្ចាស់អាជីវកម្មប៊ិចបាសហើយក៏ជាសមាជិកសមាជិកាសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាបឧត្តមមានជ័យហើយក៏សូមជូនពរឲ្យលោកស្រីជោគជ័យក្នុងការប្រកបអាជីវកម្មដ៏ថ្មីស្រឡាងនេះហើយខ្ញុំសង្ឃឹមនឹងជឿជាក់ថាឡានប៊ិចបាសដែលកែច្នៃដើម្បីទស្សនាខេត្តសៀមរាបមើលទេសភាពដ៏ស្រស់ត្រកាលរបស់ខេត្តសៀមរាបនេះអាចជួយទាក់ទាញដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិឲ្យមកកំសាន្តនៅក្នុងខេត្តសៀមរាបកាន់តែច្រើនជាង